ពេលនេះខ្ញុំសូមនិយាយតពីវគ្គមុនភេរវគ្គក៏ដែលត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី29ត្រូវបានបញ្ជូនខ្លួនមកសាលតម្កល់សពបុរសម្នាក់នេះឈ្មោះមហាម៉ាត់អាម៉ាល់កាសាបជាជនជាតិប៉ាគីស្ថានដែលបានលួចឆ្លងដែនចូលមកប្រទេសឥណ្ឌាកាលពីថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2008នៅយប់ថ្ងៃទី26ខណៈដែលឆ្លងចូលដល់ប្រទេសឥណ្ឌាភ្លាមពួកគេបានរៀបចំអាវុធដាក់ក្នុងវ៉ាលីជាស្រេចមានគ្រាប់បែកកំភ្លើងខ្លីកំភ្លើងវែងទុកវាយប្រហារមិនខ្វល់ថាជនរងគ្រោះជាជនជាតិអ្វីនោះទេឲ្យតែពួកគេចង់បាញ់គឺបាញ់ប្រហារទាំងអស់គោលដៅបាញ់ប្រហាររបស់ពួកគេគឺនៅទីប្រជុំជនដែលមានមនុស្សច្រើនតាមហាងផឹកស៊ីនៅអូតែលតាមស្ថានីយរថភ្លើងតាមមន្ទីរពេទ្យគ្នាគេទាំងអស់10នាក់តែនៅសល់តែម្នាក់នេះគត់ដែលត្រូវបានចាប់ខ្លួនមើលក្នុងសាលតម្កល់សពនេះចុះគឺជាមិត្តភ័ក្តិរបស់គេដែលត្រូវបានបាញ់សម្លាប់លោកឧត្តមសេនីយ៍កំពុងតែនិយាយប្រាប់ទៅគេថាមិត្តភ័ក្តិរបស់ឯងត្រូវបានបាញ់សម្លាប់អស់ហើយតើឯងគិតថាផែនការរបស់ឯងជោគជ័យមែនទេតើឯងសប្បាយចិត្តណាស់មែនទេនៅពេលដែលបានសម្លាប់មនុស្សតើឯងមានបានគិតពីការឈឺចាប់សាច់ញាតិរបស់គេទេតើឯងមានដឹងថាគេឈឺចាប់យ៉ាងណាទេនៅពេលដែលបាត់បង់ឪពុកជាទីស្រឡាញ់បាត់បង់ម្ដាយជាទីស្រឡាញ់ឬក៏បាត់បង់កូនជាទីស្រឡាញ់របស់ពួកគេចូលឯងសម្លឹងមើលមិត្តភ័ក្តិរបស់ឯងចុះតើពួកគេគួរអស្ចារ្យណាស់មែនទេតើព្រះអាឡាអាចជួយពួកគេបានទេការសាបលុតជង្គង់ហើយស្រែករកព្រះអាឡាដែលជាព្រះកំពូលនៃសាសនាអ៊ីស្លាមកាលនោះមុនពេលឆ្លងចូលមកដល់ប្រទេសឥណ្ឌាពួកគេបានបួងសួងសូមឲ្យព្រះអាឡាតាមថែរក្សាពួកគេតែពេលនេះព្រះអាឡាមិនអាចជួយពួកគេបានឡើយព្រះអាឡាមិនជួយមនុស្សអាក្រក់ដូចជាពួកគេនោះទេការសាបតក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីឃើញមិត្តភ័ក្តិរបស់គេត្រូវបានសម្លាប់ទាំងអស់លោកឧត្តមសេនីយ៍បានសួរទៅការសាបថាឯងស្គាល់ម្នាក់នេះទេការសាបឆ្លើយថាអាប់ឌុលលោកឧត្តមសេនីយ៍បានព្យាយាមសួរទៅការសាបនៅក្នុងសាលតម្កល់សពដោយមិនធុញទ្រាន់នឹងការស្អុយសាកសពទាំងអស់នោះឡើយមានសាកសពខ្លះបានស្លាប់តាំងពី3ថ្ងៃមុនមកម្លេះបើទោះជាស្អុយយ៉ាងណាក៏លោកឧត្តមសេនីយ៍មិនចាប់អារម្មណ៍នឹងក្លិនទាំងនោះឡើយចំណែកក្រុមប៉ូលីសដែលកំពុងឈរនៅម្ខាងទៀតបានពាក់ម៉ាស់គ្រប់គ្នាពាក់ម៉ាស់ព្រោះតែទីនេះមានក្លិនស្អុយខ្លាំងពេកលោកឧត្តមសេនីយ៍បានព្យាយាមសួរនិងពន្យល់ទៅការសាបពីព្រោះតែការសម្លាប់របស់ពួកគេមានទាក់ទងទៅនឹងសាសនាអ៊ីស្លាមខ្ញុំសូមជម្រាបថានៅក្នុងលោកនេះមានសាសនាច្រើនណាស់ដែលមនុស្សបានគោរពប៉ុន្តែសាសនាដែលមនុស្សគោរពប្រតិបត្តិច្រើនបំផុតមានតែ4ប៉ុណ្ណោះទី1គឺសាសនាគ្រីស្ទដែលមានមនុស្សគោរពច្រើនជាងគេបំផុតក្នុងលោកទី2គឺសាសនាអ៊ីស្លាមទី3គឺសាសនាហិណ្ឌូឬហៅម្យ៉ាងទៀតថាព្រហ្មញ្ញសាសនាទី4គឺព្រះពុទ្ធសាសនាពុទ្ធសាសនាត្រូវបានចែកជា2គឺហិនយាននិងមហាយានប្រទេសដែលគោរពពុទ្ធសាសនាមហាយានមាន5គឺវៀតណាមចិនជប៉ុនកូរ៉េខាងត្បូងនិងម៉ុងហ្គោលចំណែកឯប្រទេសដែលគោរពពុទ្ធសាសនាហិនយានមានចំនួន5ដូចគ្នាគឺខ្មែរឡាវថៃភូមានិងស្រីលង្កាចំណែកឥណ្ឌាគោរពសាសនាព្រហ្មញ្ញឯប្រទេសប៉ាគីស្ថានគោរពសាសនាអ៊ីស្លាមដូច្នេះប្រទេសទាំងពីរនេះជាសត្រូវនឹងគ្នាជាយូរយារណាស់មកហើយក្រុមភេរវករឡាស្កាអ៊ីតៃបានៃប្រទេសប៉ាគីស្ថានតែងតែព្យាយាមវាយប្រហារប្រទេសឥណ្ឌាជាញឹកញាប់រហូតមកដល់ពេលថ្មីនេះក្រុមភេរវករប៉ាគីស្ថានបានលួចបាញ់ប្រហារភ្ញៀវទេសចរដែលមកលេងប្រទេសឥណ្ឌាដែលធ្វើឲ្យប្រទេសឥណ្ឌានិងប៉ាគីស្ថានមានកំហឹងដាក់គ្នាកាន់តែខ្លាំងឡើងក្រឡេកមកសាច់រឿងវិញម្ដងលោកឧត្តមសេនីយ៍បានក្រោកពីចិន្តាសម្ដៅមករកការសាបខណៈការសាបកំពុងតែលុតជង្គង់លោកឧត្តមសេនីយ៍បានធាក់ការសាបមួយជើងហើយបន្តស្ដីបន្ទោសទៅការសាបគ្មានពាក្យអ្វីឆ្លើយតបទៅលោកឧត្តមសេនីយ៍ឡើយពាក្យសម្ដីដែលលោកឧត្តមសេនីយ៍បាននិយាយទៅការសាបគឺតាក់ទងទៅនឹងសាសនាអ៊ីស្លាមគាត់បានព្យាយាមពន្យល់ទៅការសាបដើម្បីឲ្យការសាបយល់អំពីសាសនាអ៊ីស្លាមការសាបនិងមិត្តភ័ក្តិរបស់គេព្រោះតែមិនយល់ច្បាស់អំពីសាសនាបែបនេះទើបបណ្ដោយខ្លួនឲ្យចាញ់បោកការលួងលោមរបស់មេក្រុមរហូតហ៊ានសម្លាប់មនុស្សដោយគ្មានញញើតគ្មានការតក់ស្លុតគ្មានការសោកស្ដាយគ្មានការអាឡោះអាល័យទាំងដែលច្បាប់នៃសាសនាអ៊ីស្លាមមិនតម្រូវឲ្យពួកគេសម្លាប់មនុស្សដើម្បីបានឡើងឋានសួគ៌នោះទេគាត់បានព្យាយាមពន្យល់ទៅការសាបម្ដងហើយម្ដងទៀតថាទង្វើរបស់ពួកគេគឺផ្ទុយនឹងសាសនាទាំងស្រុងព្រះអាឡាមិនជួយមនុស្សអាក្រក់ឲ្យឡើងឋានសួគ៌ដាច់ខាតតែផ្ទុយទៅវិញនឹងធ្លាក់នរកគ្មានថ្ងៃសង្គ្រោះបានइस्लाम की नींव ही इंसानियत पे है इसका तुझे इल्म ही नहीं क्योंकि तू जाहिल है ऐसे जिहाद के बाद तू समझता है तुम्हारी रूह पाकिज़ा और नूरानी रहेगीក្រោយពីការពន្យល់អស់មួយសន្ទុះធំបានធ្វើឲ្យកាសាភ្លឺភ្នែកភ្ញាក់ដឹងខ្លួនដូចខ្មោច7ថ្ងៃហើយក៏គ្មានពាក្យអ្វីតបតទៅលោកឧត្តមសេនីយ៍វិញដែរចង់ដឹងថាការសាបមានទោសបែបណារងចាំទស្សនាវគ្គបន្តइनके जिस्म से आ रही शहादत की खुशबू को मादर चोद नाक बंद करता है सुन